เศรษฐกิจពិភពលោកនឹងមានស្ថានភាពបែបណាហើយប្រជាជននឹងមានជីវភាពយ៉ាងដូចម្តេចនៅឆ្នាំ2025និងតទៅពេលអនាគតនេះគឺជាសំណួរដែលមនុស្សជាច្រើនចង់ដឹងនៅពេលដែលយើងទាំងអស់គ្នាបានធ្វើដំណើរចូលមកដល់ឆ្នាំ2025តាមរយៈស្ថាប័នហិរញ្ញវត្ថុមួយចំនួនបង្ហើបឲ្យដឹងថាស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ2025នឹងមានកំណើនគួរឲ្យកត់សម្គាល់បើធៀបទៅនឹងស្ថានភាពសេដ្ឋកិច្ចពិភពលោកត្រង់ចំណុចនេះថាតើស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពប្រកបប្រជានឹងបន្តផ្ដល់ផលប៉ះពាល់ដល់ការបង្កើតមុខរបរចិញ្ចឹមជីវិតដែរឬទេតើក្នុងនាមជាអ្នកប្រកបរបរអាជីវកម្មគួរយល់ដឹងអំពីចំណេះដឹងអាជីវកម្មដែរឬទេការធ្វើអាជីវកម្មទៅលើមុខជំនួញណាមួយឬក៏មិនធ្វើអាជីវកម្មទៅលើមុខជំនួញណាមួយគឺជារឿងដែលពិបាកសម្រេចចិត្តនិយាយឲ្យងាយស្ដាប់ការរកស៊ីគឺជារឿងមួយស្រួលសម្រាប់មនុស្សទូទៅក៏ប៉ុន្តែការរករបរអាជីវកម្មទាំងនោះជោគជ័យគឺជារឿងដ៏ពិបាកបំផុតដូច្នេះដើម្បីធ្វើជាអ្នករកស៊ីម្នាក់ហើយទទួលបាននូវភាពជោគជ័យម្ចាស់អាជីវកម្មត្រូវតែមានការអភិវឌ្ឍជំនាញឲ្យបានខ្លាំងក្លានិយាយត្រង់ចំណុចនេះយើងលើកឡើងដល់សមត្ថភាពយល់ដឹងអំពីស្ថានភាពសេដ្ឋកិច្ចជំនាញនេះគឺជារឿងដ៏សំខាន់និងជាមូលដ្ឋានគ្រឹះមុននឹងចាប់ផ្ដើមអាជីវកម្មព្រោះការដែលមានសមត្ថភាពយល់ដឹងពីសេដ្ឋកិច្ចវាជួយយើងកំណត់យុទ្ធសាស្ត្រតម្លៃនិងអាចបំពេញតម្រូវការទីផ្សារបានយ៉ាងល្អបន្ថែមពីនេះក៏អាចជួយឲ្យយើងសម្រេចចិត្តបានយ៉ាងត្រឹមត្រូវក្នុងការប្រតិបត្តិអាជីវកម្មបើយើងសម្រេចចិត្តថាបើកអាជីវកម្មណាមួយហើយនោះច្បាស់ណាស់ត្រូវមានជំនាញវិភាគទិន្នន័យការប្រើប្រាស់ការវិភាគទិន្នន័យគឺជាវិធីដ៏មានប្រសិទ្ធភាពដើម្បីឲ្យមានឥទ្ធិពលក្នុងការធ្វើអាជីវកម្មពីព្រោះថាកាលណាដែលយើងមានសមត្ថភាពអាចសង្ខេបអំពីសំណុំទិន្នន័យស្គាល់អំពីនិន្នាការនិងសមត្ថកម្មផ្សេងៗគឺអាចជួយឲ្យយើងវិភាគបានល្អនិងអាចដោះស្រាយនៅបញ្ហាស្មុគស្មាញនៅក្នុងអាជីវកម្មក្នុងនោះក៏អាចឲ្យយើងសម្រេចចិត្តបានលឿនដើម្បីឲ្យអាជីវកម្មកាន់តែទទួលបាននូវអត្ថប្រយោជន៍มันអាចខ្វះបានតកតងទៅនឹងជំនាញគណនេយ្យហិរញ្ញវត្ថុចំណេះដឹងផ្នែកនេះគឺពិតជាមានសារៈសំខាន់នៅក្នុងអាជីវកម្មរបស់យើងនៅត្រង់ចំណុចនេះមិនមែនទាមទារឲ្យអ្នកចេះស្ទាត់ជំនាញទេក៏ប៉ុន្តែអ្នកត្រូវចេះមើលរបាយការណ៍និងអាចដឹងពីរបៀបដោះស្រាយនិងបកស្រាយតារាងតុល្យការច្បាស់ណាស់នៅពេលដែលអ្នកបើកមុខរបរអ្វីមួយត្រូវជួបជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធជំនាញចរចាពិភាក្សាគឺជារឿងដ៏មានសារៈសំខាន់ប្រសិនបើអ្នកជាអ្នកចរចាដ៏ខ្លាំងម្នាក់អ្នកមិនត្រឹមតែអាចធ្វើឲ្យខ្លួនអ្នកមានភាពរឹងមាំភាពជឿជាក់ហើយនោះថែមទាំងធ្វើឲ្យអាជីវកម្មរបស់អ្នកដំណើរការទៅបានដោយរលូនផងដែរហើយជួយដោះស្រាយបញ្ហាសំខាន់ជាច្រើនមិនថាជាកិច្ចសន្យាការបញ្ចុះបញ្ចូលឬក៏ការមកវិនិយោគនិងកិច្ចការងារសំខាន់ផ្សេងទៀតការមានជំនាញទាំងអស់នេះហើយតើអ្នកត្រូវយល់ដឹងពីអ្វីបន្ថែមទៀតស្របពេលដែលសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពប្រកបប្រជានៅឡើយសូមទៅតាមដានទស្សនាកិច្ចពិភាក្សាដូចតទៅនេះខ្ញុំមានសំណួរដូចគ្នាចាស់លោកសុភារិទ្ធវិញបានតបពីការលើកឡើងពីលោកស្រីបុរីហើយលោកសុភារិទ្ធមានការយកឃើញមិនដែរមានបាទអរគុណមែនទែនចំពោះសំណួររបស់ពិធីការនេះរបស់យើងហើយក៏អរគុណដែរចំពោះបងបុរីដែលបានលើកឡើងនៅចំណុចសំខាន់ហើយជាពិសេសនេះគឺអ្វីដែលបងបានលើកឡើងពាក់ព័ន្ធនឹងគោលដៅតាបង្កើតថ្មីនឹងថ្មីដំបូងថ្មីសុទ្ធតែម្ដងឬក៏ជាអាជីវកម្មដែលពរិចបន្ថែមបាទខ្ញុំអត់ repeat ទៅលើអ្វីដែលបងបានបកស្រាយបន្តទៀតទេខ្ញុំសូមមានចំណុចមួយចំនួនដែរដើម្បីឆ្លើយតបទៅនឹងសំណួរនេះមែនតើទៅខ្ញុំចង់មុនឆ្លើយតបខ្ញុំសូម clarify ឬក៏បញ្ជាក់ឲ្យច្បាស់បន្ថែមបន្តិចកុំឲ្យបងប្អូនឮថាពាក្យថាវិបត្តិសេដ្ឋកិច្ចការរស់ស៊ីទាំងឡាយវាត្រូវចំបាទវាមិនមែនដូចជាការគិតរបស់បងប្អូននោះទេហើយដល់ឡែកខ្ញុំចង់បែងចែកជាពីរនៅក្នុងពាក្យថាវិបត្តិសេដ្ឋកិច្ចនេះនៅក្នុងទស្សនវិជ្ជានៃសេដ្ឋកិច្ចគេបែងចែកជា macro economy គេហៅសេដ្ឋកិច្ចបែប macro level និងសេដ្ឋកិច្ចបែប micro គេហៅថា household economy សេដ្ឋកិច្ចតាមបែបដែលយើងសហគ្រាសនីមួយៗគ្រប់គ្រងអញ្ចឹងបើយើងមើលទស្សនវិជ្ជាជា room កម្រិតពិភពលោកក៏មិនមែនសេដ្ឋកិច្ចពិភពលោកទាំងមូលធ្លាក់ក្រោម0ឬក៏អវិជ្ជមានទេបាទសេដ្ឋកិច្ចដែលបណ្ដាប្រទេសជឿនលឿនអាចកំណើនទាបបណ្ដាប្រទេសជឿនលឿនកម្រិតមធ្យមអាចទាបបន្តិច
ប៉ុន្តែបើសិនជាប្រទេសកំពុងអភិវឌ្ឍដោយកម្ពុជាជាដើមសេដ្ឋកិច្ចរបស់យើងនៅតែមានកំណើនកើនឡើង5%ឬក៏តាមការព្យាករណ៍វា5%ជាងបែបហ្នឹងឯងបាទនេះគឺជាទស្សនវិជ្ជានៃម៉ាក្រូសេដ្ឋកិច្ចដោយឡែកសម្រាប់ទស្សនវិជ្ជានៃម៉ៃក្រូសេដ្ឋកិច្ចគឺសំដៅលើសហគ្រាសនីមួយៗដែលយើងមើលឃើញថាអាជីវកម្មទាំងអស់មិនមែនជួបវិបត្តិគ្រប់វិស័យទេខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាទស្សនិកជនលោកយល់ឲ្យច្បាស់ដែរថានៅក្នុងទស្សនវិជ្ជាណាក៏ដោយនៃស្ថានភាពសេដ្ឋកិច្ចជាពិសេសដែលយើងលើកថាវិបត្តិសេដ្ឋកិច្ចនេះបើទស្សនវិជ្ជា micro level គេហៅថា micro economy នេះគឺវិស័យមួយចំនួនកំពុងតែកើបលុយផងហើយវិស័យមួយចំនួនទៀតអាចនឹងមានបញ្ហាដូច្នេះនេះគឺជាចំណុចមួយដែលខ្ញុំចង់ឲ្យយល់ទៅលើកន្លែងនេះជាងក្នុងទស្សនវិជ្ជារួមនៃពាក្យថាពាក្យភាសានៃវិបត្តិសេដ្ឋកិច្ចនេះឯងបាទដោយឡែកបើខ្ញុំឲ្យសង្កត់ធ្ងន់ទៅលើសំណួរនេះខ្ញុំចង់លើកយកចំណុចមួយដែលសំខាន់តែពិតលោកអ្នកគ្រូយូបូរីបាន highlight ហើយ3ចំណុចនេះគាត់តែខ្លឹមមែនទែនហើយខ្ញុំចង់បន្ថែមមួយទៀតគឺទៅលើនិរន្តរភាពនៃទីផ្សារដូចអ្នកគ្រូគាត់លើកឡើងថាមានតម្រូវការទីផ្សារអត់ខ្ញុំគិតថាចំណុចនេះសំខាន់ហើយប៉ុន្តែខ្ញុំក៏ចង់ឲ្យគិតដែរថាតើតម្រូវការទីផ្សារណាត្រឹមតែភ្លើងច្បើងត្រឹមតែពេលបច្ចុប្បន្ននេះទេឬក៏តម្រូវការទីផ្សារនេះវាមាននិរន្តរភាពយូរអង្វែងជាក់ស្ដែងខ្ញុំឧទាហរណ៍ដោយចំដំងដូចក្នុងវិស័យស្បៀងអាហារឬក៏វិស័យ food and beverage F&B ដែលជាតម្រូវការប្រចាំថ្ងៃអាជីវកម្មមួយនឹងប្រហែលជា model មួយចំនួនអាចមាន cash flow ល្អក៏ប៉ុន្តែវាមិនល្អណាស់ណាប្រហែលប៉ុន្តែក៏យ៉ាងហោចក៏វាមានចរន្ត cash flow ហើយតម្រូវការរបស់មនុស្សក៏នៅមានបន្តទៀតដែរបាទនេះខ្ញុំសូមនិយាយជារូបទស្សនវិជ្ជារួមសិនបើឲ្យ deep down ថា F&B បែបម៉េចអានឹងវាមានរឿងច្រើនទៀតដែលត្រូវនិយាយបាទនឹងរឿងនិរន្តរភាពនៃទីផ្សារបែបហ្នឹងឯងទី2វិស័យមួយចំនួនទៀតនិរន្តរភាពទីផ្សារតើយើងមានការផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាផ្សារភ្ជាប់ជាមួយនឹងពិភពលោកដែលកំពុងតែផ្លាស់ប្ដូរដោយមានវត្តមាននៃបច្ចេកវិទ្យាអត់ឧបមាថាបញ្ញាសិប្បនិម្មិត AI ជាដើមអញ្ចឹងបើសិនជាអាជីវកម្មខ្លះมันមានគេហៅថានឹងទាញយកប្រយោជន៍ទាំងអស់នឹងបានទេប្រហែលជានិរន្តរភាពនៃទីផ្សារហ្នឹងក៏មិនអាចមានយូរអង្វែងដែរនេះជារឿងមួយទៀតដែលយើងត្រូវគិតហើយចំណុចមួយទៀតនោះតើតម្រូវការឬក៏និរន្តរភាពទីផ្សារដដែលវាពាក់ព័ន្ធតម្រូវការតែក្នុងប្រទេសរបស់យើងទេមកចង្កោមតូចទេឬក៏វាអាច scalable បានអង់គ្លេសគេហៅថា scalable ភាសាបច្ចេកទេសខ្មែរយើងគេហៅថាយើងអាចពង្រីកបានទេអត់ពីព្រោះវាពាក់ព័ន្ធនឹងការទុំជួននៃទីផ្សារដូចអ្នកគ្រូបានលើកឡើងមុននឹងដែរថាអាជីវកម្មខ្លះគេរកស៊ីច្រើនហើយបាទហើយមើលទៅតំណងនឹងកើបលុយដែរប៉ុន្តែមែនតើទៅវាជិតដល់អំណោយចែកដែរនេះជាបញ្ហាមួយអញ្ចឹងនិរន្តរភាពនៃទីផ្សារគឺជាចំណុចមួយដែលខ្ញុំគិតថាគូតែពិនិត្យមើលមែនតើដើម្បីដឹងច្បាស់ថាអាជីវកម្មគូតែអាចចូលជើងបានអត់បាទនឹងទី1ទី2ខ្ញុំចង់ highlight បន្ថែមគឺនៅពាក់ព័ន្ធជាមួយនឹងinnovation និងបច្ចេកវិទ្យាតែពិតខ្ញុំបាន highlight បន្តិចហើយមុនហ្នឹងប៉ុន្តែចង់ឲ្យបញ្ជាក់ថាតើ business ដែលយើងគ្រោងនឹងបើកហ្នឹងអាចទាញយកប្រយោជន៍ពីបច្ចេកវិទ្យាបានប៉ុណ្ណាពីព្រោះដោយអ្នកគ្រូបានលើកឡើងថាអាជីវកម្មខ្លះត្រូវការ knowledge know how ពោះមែនទេហើយបើសិនជា know how នឹងមិនមានការគ្រប់គ្រងបានល្អទេវាអាចនឹងមានការចំណាយក្នុងការ start up business មួយនឹងបាទអស់ច្រើនអញ្ចឹងបើសិនជាយើងអាចទាញប្រយោជន៍ណាមួយពីបច្ចេកវិទ្យាពីបញ្ញាសិប្បនិម្មិតដែលមានស្រាប់ឬក៏ technology ដែលនឹងមានទៅខាងមុខទៀតការដែលធ្វើឲ្យ business នឹង grow ទៅមុខចំណាយអត់តិចហើយអាចមាន cash flow ហើយទទួលបាននៅផលបានតបមកវិញគេហៅ turnover មកវិញនេះវារឹតតែប្រសើរបាទនឹងចំណុចទី2ហើយខ្ញុំក៏មើលឃើញមួយទៀតដែរថាស្ថានភាពទីផ្សារបច្ចុប្បន្នយើងមានការ fragile អង់គ្លេស fragile ផុយជ្រួយណាស់បាទអញ្ចឹងការរើសយកផលិតផលឬក៏វិស័យត្រូវការពិនិត្យមើលទៅលើទីផ្សារឲ្យបានច្បាស់តែប៉ុន្តែគ្រូក៏បាន highlight អំពីតម្រូវការទីផ្សារកន្លែងចង់និយាយអាចលើកឧទាហរណ៍បានទេប្រហែលជាទស្សនិកជនក៏ចង់ដឹងបាទអរគុណច្រើនចំពោះការបញ្ជាក់សំណួរបន្ថែមចំពោះសំណួរនេះពី MC មែនទែនពាក្យ fragile នៅក្នុងសេដ្ឋកិច្ចមានន័យថាអាជីវកម្មមើលខ្លះទៅមើលឃើញថាវាកំពុងកើនឡើងហើយម្នាក់ស្រាប់តែសម្រុកធ្វើឬក៏នាំគ្នាធ្វើចា៎នៅពេលដែលនាំគ្នាធ្វើគឺបែរជាតម្រូវការមានការធ្លាក់ចុះវិញការប្រកួតប្រជែងដល់ភាពតានតឹងមួយមានគេហៅថាតម្រូវការមិនត្រឹមតែមិនធ្លាក់ចុះជាកំហុកធម្មតាទេគឺអាតម្រូវការចេញពីអ្នកប្រើប្រាស់វាលែងតែមានទៀតឧបមាថាមានកត្តាជំនួសណាមួយមកកាត់ឡើងមានផលិតផលជំនួសណាមួយកាត់ឡើងមានបច្ចេកវិទ្យាថ្មីណាមួយកាត់ឡើងបាទខ្ញុំឧទាហរណ៍ថា Messenger របស់ Facebook ខ្ញុំឧទាហរណ៍រឿងបច្ចេកវិទ្យាតិចចុះថាគេចាប់អារម្មណ៍ពីមុន Messenger Facebook ពេញនិយមប៉ុន្តែនៅពេលដែល Telegram លោតមកយូរទៅចំនួនអ្នកប្រើប្រាស់ Telegram ច្រើនជាងទោះបីអ្នកប្រើប្រាស់ Facebook ច្រើនប៉ុន្តែតែឆាត
ก็ communication មួយគ្នានោះគឺទៅលើ Telegram ខ្ញុំឧទាហរណ៍សាមញ្ញមួយអញ្ចឹងនេះគឺជាភាពផុយស្រួយមួយដែលវាពិភពលោកមានការប្រែប្រួលលឿនទស្សនវិជ្ជារួមនៃ business ក៏ប្រែប្រួលលឿនដែលយើងត្រូវមើលថាតើ business ហ្នឹងវាមានភាព resilient ភាពរឹងមាំប៉ុណ្ណាដែរការប៉ះទង្គិចពីបញ្ហាផ្សេងៗទៀតអាចផុយស្រួយដែរអត់ហើយកន្លែងហ្នឹងក៏ពាក់ព័ន្ធសំណួររបស់ចំណុចរបស់អ្នកគ្រូលើកឡើងដែរខ្ញុំចង់ highlight ថាអា know how នេះបាទអ្នកគ្រូលើកឡើងខ្ញុំចាំបានថាចំណុចទី3ពាក់ព័ន្ធ know how ហ្នឹងចំណេះដឹងឬក៏ជំនាញរបស់សហគ្រិនមានកម្រិតប៉ុណ្ណាដែរពុំមិនមែនជាការចាប់តាមអ្វីដែលបថុយបន្ថានដោយមិនមានសមត្ថភាពឬក៏ការយល់ដឹងអំពីធុរកិច្ចនឹងច្បាស់លាស់ទេបើមិនជាមិនយល់ទេខ្ញុំគិតថាសមរភូមិអាជីវកម្មមិនមែនជាសមរភូមិសម្រាប់សាកល្បងសង្គ្រាមអាជីវកម្មទេចា៎អត់ដូចជាសម័យ5ឆ្នាំទៅ10ឆ្នាំមុនទេសមរភូមិអាជីវកម្មនាពេលបច្ចុប្បន្នសាកមិនត្រូវគឺបញ្ហាធ្ងន់